សួស្តីបងប្អូនទាំងអស់គ្នាយើងតមេរៀនទៅមុខទៀតមេរៀនទី20ព្យញ្ជនៈឈរឬអក្សរឈរព្យញ្ជនៈឈរគឺជាព្យញ្ជនៈខោសៈឬហៅថាព្យញ្ជនៈខ្យល់ពួកអូលោកគ្រូបានធ្វើមេរៀនមុនហើយតើតើនឹងការអានរបៀបអាននិងការផ្សំស្រៈនិស្ស័យជាមួយនឹងព្យញ្ជនៈពួកអូអញ្ចឹងកុំឲ្យខាត់ពេកយើងទៅប្រកបនឹងអានទាំងអស់គ្នាព្យញ្ជនៈឈរព្យញ្ជនៈឈរឬអក្សរឈរឈរស្រៈអេឈេឈរស្រៈអេឈេឈរស្រៈអិឈិឈរស្រៈអិឈិឈរស្រៈអេឈីឈរស្រៈអេឈីឈរស្រៈអឹឈឹឈរស្រៈអឹឈឹឈរស្រៈអឹឈឺឈរស្រៈអឹឈឺឈរស្រៈអុឈុឈរស្រៈអុឈុឈរស្រៈអុឈូ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 ឈរស្រៈអើឈើឈរស្រៈអើឈើឈរស្រៈអឿឈឺឈរស្រៈអឿឈឺឈរស្រៈអៀឈៀឈរស្រៈអៀឈៀឈរស្រៈអេឆេ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 ឈរស្រៈអេឆៃឈរស្រៈអេឆៃឈរស្រៈអូឈោឈរស្រៈអូឈោឈរស្រៈអូឈៅឈរស្រៈអូឈៅឈរស្រៈអ៊ំឈុំ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 ឈរស្រៈអមឈំឈរស្រៈអមឈំឈរស្រៈឆះឈរស្រៈឆះឈរស្រៈឧឈុឈរស្រៈឧឈុឈរស្រៈឆេះឈរស្រៈឆេះឈរស្រៈឧឈុឈរស្រៈឧឈុឈរនឹងរអានថាឈរឈរនឹងរអានថាឈរអញ្ចឹងយើងមើលស្រៈអើស្រៈអើកាលណាយើងប្រើជាមួយនឹងព្យញ្ជនៈពុអគឺព្យញ្ជនៈឈរព្យញ្ជនៈឈរគឺជាព្យញ្ជនៈពុអអញ្ចឹងយើងបដូរសំឡេងពីស្រៈអើទៅជាស្រៈអឺឈរស្រៈអឺឈឺឈរស្រៈអឺឈឺស្រៈអើស្រៈអើកាលណាយើងប្រើជាមួយនឹងព្យញ្ជនៈពុអបដូរសំឡេងពីស្រៈអើទៅជាស្រៈអឺអញ្ចឹងឈរស្រៈអើឈើឈរស្រៈអើឈើអស្រៈអានឹងរអាឈរស្រៈអើឈើអានថាអាឈើអស្រៈអានឹងរអាឈរស្រៈអើឈើអានថាអាឈើឈរស្រៈអ៊ឺឈឺដស្រៈអៃដៃអានថាឈឺដៃឈរស្រៈអ៊ឺឈឺដស្រៈអៃដៃអានថាឈឺដៃឈរស្រៈអ៊ូឈូឆនឹងរឆអានថាឈូឆឈរស្រៈអ៊ូឈូឆនឹងរឆអានថាឈូឆបស្រៈអូបណស្រៈអាណាឈនឹងរឈអានថាបូណាឈអានថាបូណាឈគួស្រៈអេគេដស្រៈអានឹងរដាឈស្រៈអ៊ូឈូឆនឹងរឆអានថាគេដើឈូឆ
អានថាគេដើរឈូឆរតស្រៈអាតាឈរស្រអ៊ុំឈុំអស្រៈអានឹងរកអាឈរស្រអើឈើអានថាតាឈុំអាឈើអានថាតាឈុំអាឈើ